ស្មោះស្ម័គ្រមិនប្រែលីលឹងគីតារាជើងចាស់ថតវ័យ74ឆ្នាំទៅសុំមិត្តស្រីវ័យ37ឆ្នាំរៀបការដល់ក្នុងគុកការពីថ្ងៃទី01ខែមេសាឆ្នាំ2025កន្លងទៅខណៈកំពុងថតកម្មវិធីមួយរបស់ទូរទស្សន៍ថតតារាសម្ដែងប្រុសជើងចាស់វ័យ74ឆ្នាំលីលឹងគីបាននិយាយទម្លាយពាក់ព័ន្ធនឹងជីវិតស្នេហារបស់លោកស្របពេលមិត្តស្រីវ័យ37ឆ្នាំ Grace Wang Yingchie កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគាររយៈពេល1ឆ្នាំមកនេះលោកលីលឹងគីបានឲ្យដឹងថាលោកតែងតែទៅសួរសុខទុក្ខមិត្តស្រីជានិច្ចដោយក្នុងមួយខែលោកទៅ2ដងដោយម្ដងជួបគ្នាបាន30នាទីជាមួយគ្នានេះដែរលោកបានទុំលារឿងដ៏រីករាយមួយដែរថាអំឡុងពេលទៅជួបមិត្តស្រីក្នុងពន្ធនាគារថ្មីនេះលោកបានសម្រេចសុំនាងរៀបការហើយនាងក៏បានយល់ព្រមវិញដែរលោកបាននិយាយថាកាលមុនអូនថាពិចារណារឿងរៀបការជាមួយបងហើយឥឡូវអូននៅពិចារណាទៀតអត់រៀបការជាមួយបងមកណា Grace Wang Yingchie ក៏បានតបវិញថាខ្ញុំលែងពិចារណាទៀតហើយខ្ញុំយល់ព្រមរៀបការនឹងបងចាប់តាំងពីតាក់ទងគ្នារហូតមកទល់ពេលនេះតារាសម្ដែងលីលឹងគីតែងតែត្រូវមហាជនរិះគន់ចំពោះទំនាក់ទំនងស្នេហាខុសវ័យរបស់លោកប៉ុន្តែលោកបាននិយាយថាលោកមិនដែលខ្វល់ខ្វាយពីមិត្តទាំងនោះឡើយព្រោះលោកជាមួយមិត្តស្រីស្រឡាញ់គ្នាខ្លាំងជាក់ស្ដែងអំឡុងពេលនាងជាប់ឃុំឃាំងនេះអ្នកទាំងពីរតែងសរសេរសម្បត្តិឲ្យគ្នាជាញឹកញាប់សរុបមកដល់ពេលនេះលោកសរសេរបាន410សម្បត្តិហើយពេលខ្លះលោកយំពេលអានសម្បត្តិរបស់គូស្នេហ៍ដែលរៀបរាប់ពីជីវិតអ្នកទាំងពីរដែលប្រឹងស៊ូជុំអ្នកគ្រប់បែបយ៉ាងដោយឡែកចំពោះសម្បត្តិដែលលោកផ្ញើទៅឲ្យសង្សារវិញនោះលោកតែងតែសរសេរប្រាប់នាងថាលោកធ្វើអ្វីខ្លះនៅពេលថ្ងៃលោកទៅណាខ្លះជួបនរណាខ្លះដើម្បីធានាកុំឲ្យសង្សារគិតច្រើនលោកភ័យខ្លាចនាងបានបញ្ហាផ្លូវចិត្តដោយពាក្យចាមអារាមលេចចាយថាលោកបោះបង់នាងចោលគួររំលឹកថា Grace Wang Yingchie ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំ2024កន្លងទៅដោយសារនាងបានក្លែងបន្លំសញ្ញាត្រមហាវិទ្យាល័យពីសាលាអាមេរិកពេលដាក់មកចូលរស់នៅក្នុងហុងកុងក្នុងអំឡុងពេលកាត់ក្តីកាលពីខែមិថុនាឆ្នាំ2024កន្លងទៅនាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល25ខែលើកទុកក្រិតចំនួន7រួមមានការប្រើប្រាស់ឯកសារคล้ายៗផ្ដល់ព័ត៌មានคล้ายៗដើម្បីដាក់ពាក្យចូលមកហុងកុងរួមទាំងការស្នាក់នៅលើថ្ងៃកំណត់